គុណតម្លៃមនុស្សជាអ្វីនេះជារបៀបរស់នៅឲ្យមានតម្លៃក្នុងសង្គមការរស់នៅក្នុងសង្គមអ្វីសំខាន់គឺការចេះយោគយល់គ្នាការឲ្យតម្លៃគ្នាការស្រឡាញ់រាប់អានគ្នាដោយស្មោះត្រង់និងចេះគោរពគ្នាទៅវិញទៅមកចូលកុំមានចិត្តលោភលន់ពេកកុំរស់នៅដោយភាពអាត្មានិយមខ្លាំងពេកហើយរៀនដាក់ចុះទើបមិនសូវធ្ងន់ពេករបៀបរស់នៅឲ្យមានតម្លៃក្នុងសង្គមគឺការរស់នៅដោយមានសីលធម៌គុណធម៌ទំនួលខុសត្រូវនិងការគោរពសិទ្ធិអ្នកដទៃវាទាមទារឲ្យមានការយោគយល់ចេះជួយគ្នាក្នុងគ្រាអាសន្នរក្សាវិន័យសង្គមមិនប្រព្រឹត្តអំពើអបាយមុខនិងការរស់នៅដោយស្មោះត្រង់ការប្រកាន់ខ្ជាប់នូវកប្បកិរិយាល្អទាំងនេះធ្វើឲ្យខ្លួនឯងមានតម្លៃទើបក្លាយជាសកម្មពលរដ្ឋដ៏ល្អប្រសិនបើចង់រស់នៅដោយថ្លៃថ្នូរត្រូវប្រកបកិច្ចការដោយសុចរិតទាំងត្រង់ប្រសិនបើចង់ឲ្យគេផ្ដល់តម្លៃគឺត្រូវធ្វើជាមនុស្សមានតម្លៃជាមុនសិនប្រសិនបើចង់ឲ្យគេគោរពគឺត្រូវចេះដាក់ខ្លួនកុំអំនួតឬឆ្មាំងឆ្មៃការរស់នៅល្អឬយ៉ាងណាគឺអាស្រ័យលើខ្លួនរបស់បុគ្គលម្នាក់ៗជាអ្នកជ្រើសរើសទោះបីរឿងល្អឬអាក្រក់ក៏ដោយគឺខ្លួនឯងត្រូវឲ្យដឹងច្បាស់និងហ៊ានទទួលយកអ្វីដែលខ្លួនឯងបានប្រព្រឹត្តដូចគ្នាចំណុចសំខាន់ដើម្បីរស់នៅឲ្យមានតម្លៃគ្រប់គ្នាទៅវិញទៅមកឲ្យតម្លៃលើសិទ្ធិកិត្តិយសនិងមតិយោបល់របស់អ្នកដទៃមានសីលធម៌និងវិន័យប្រកាន់ខ្ជាប់សីលធម៌សុជីវធម៌និងច្បាប់សង្គមទទួលខុសត្រូវលើទង្វើដែលខ្លួនឯងបានធ្វើនិងគោរពកិច្ចសន្យាមានសាមគ្គីភាពនិងយោគយល់ជួយគ្នាក្នុងគ្រាលំបាកនិងសហការគ្នាសកម្មភាពវិជ្ជមានវិញចាកអំពើអបាយមុខគ្រឿងញៀននិងប្រកបរបរចិញ្ចឹមជីវិតដោយសុចរិតជំនាញរស់នៅជាសន្តានាដោយបើកចំហដើម្បីដោះស្រាយជម្លោះការគ្រប់គ្រងហិរញ្ញវត្ថុចេះចាយវាយសមស្របតាមចំណូលគ្រួសារការអប់រំខ្លួនស្វែងយល់ពីតម្លៃខ្លួនឯងនិងរៀនសូត្រអ្វីថ្មីៗសរុបមកការរស់នៅដោយមានគុណតម្លៃមិនត្រឹមតែបង្កើតភាពសុខដុមរមនាក្នុងសហគមន៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកេរ្តិ៍ឈ្មោះដ៏ល្អសម្រាប់ខ្លួនឯងផងដែរ